យុវជនម្នាក់នេះទើបមកពីកូរ៉េភ្លាមមករៀនជំនាញបើកហាងអាជីវកម្មកាត់សក់ភ្លាមឥឡូវនេះរៀនចប់ក្លាយជាប្រធានសាខាដឹកនាំអាជីវកម្មហាងកាត់សក់ហើយត្រៀមចេញបើកហាងអាជីវកម្មកាត់សក់ផ្ទាល់ខ្លួនកើបលុយចាយដល់ចាស់បាទសួស្តីបងមករាបាទសួស្តីបងអូសុខសប្បាយបងបាទសុខសប្បាយបងថ្ងៃនេះបានមកដល់ហាងកាត់សក់ណានៅសាខានៅតំបន់ណាដែរនេះនេះនៅទួលប្រូនៅទួលប្រូផ្លូវសន្តិភាព2អញ្ចឹងផ្លូវសន្តិភាព2បាទហើយមករាជាយុវសាស្ត្រ OCS ចំនួនទីប៉ុន្មានដែរខ្ញុំជាយុវសាស្ត្រចំនួនទី9ទី9ណាបាទហើយចំនួនទី9គិតមកដល់ឥឡូវនេះរៀនបានខែហើយគិតមកដល់ឥឡូវនេះខ្ញុំ6ខែ10ថ្ងៃ6ខែ10ថ្ងៃបាទហ្នឹងមើលមូលហេតុអីបានសម្រេចចិត្តមករៀនជំនាញកាត់សក់នេះព្រោះជំនាញកាត់សក់ដូចថាជំនាញកាត់សក់អត់ល្អមើលតែល្អស៊ីអញ្ចឹងពីចាស់គាត់និយាយអញ្ចឹងបាទព្រោះឥឡូវនេះពេញនិយមមែនតើសម្រាប់ជាងកាត់សក់នីមួយគឺផ្ដោតទៅលើសក់ពួកមនុស្សយើងឥឡូវទៀមទាស្អាតអញ្ចឹងហើយគាត់មកកាត់នំគឺគាត់ចង់ឲ្យស្អាតខ្លួនគាត់អញ្ចឹងគាត់ជឿរើសរកកន្លែងហាងណាដែលគាត់កាត់បិណ្ឌចិត្តគឺគាត់មកហើយមានផែនការចេញទៅបើកហាងខ្លួនឯងពេលណាមានផែនការហ្នឹងសុំគ្រូ3ខែទៀតសម្រាប់មានផែនការចេញបើកហាងខ្លួនឯងអញ្ចឹងគ្រូគាត់ថាអូខេបើសិនចេញបើកហាងខ្លួនឯងអូខេ3ខែទៀតចប់បើមករាយចង់បន្តទៀតក៏បន្តទៀតបានអញ្ចឹងបាទតែឥឡូវនេះចេញមកកាត់សក់ឲ្យភ្ញៀវហ្នឹងបាទចេញហើយឥឡូវចេញមកក្រុមហើយកាន់តំណែងអីនៅហ្នឹងនៅនេះប្រធានអូប្រធានសាខាហាងកាត់សក់បាទតាហើយរំភើបឯងបានចេះជំនាញកាត់សក់នេះបាទរំភើបខ្លាំងមែនទែនព្រោះខ្ញុំស្រឡាញ់អាជីពហ្នឹងយូរហើយអញ្ចឹងខ្ញុំគុំមកពីកូរ៉េវិញខ្ញុំសំលុយបានទៅយើងមកចាប់អាជីពចាប់ជំនាញដើម្បីយើងបើកហាងខ្លួនឯងអូមានគំនិតអញ្ចឹងតែម្ដងណាគឺថានេះគំនិតផុសចេញពីខ្លួនឯងបាទហ្នឹងហើយការពីមុនធ្លាប់ខូចឯងធ្លាប់លោកអស់ហើយណាតែឥឡូវនេះឈប់ខូចឯងមានប្រពន្ធមានអីត្រឹមត្រូវស្របច្បាប់អីត្រឹមត្រូវអស់ហើយណាឥឡូវនេះគិតគូអំពីសុខទុក្ខឥឡូវខ្លាចជាឪពុកគេនេះហើយការរៀនចំណុចណាដែលធ្វើឲ្យមករាសម្រេចចិត្តមករៀននៅ OTS នេះនៅខ្ញុំចំណុចសំខាន់គឺខ្ញុំឃើញសាលា OTS បរៀនជាក់លាក់មកទិសដី20%អនុវត្តផ្ទាល់80%អញ្ចឹងគឺសាលាខ្ញុំមើលទៅក្នុងបណ្ដាញ social media ឃើញសាលាបរៀនជាក់លាក់យើងអត់ដឹងថាដល់ពេលយើងមកផ្ទាល់បានយើងដឹងថាសាលាបរៀនយើងជាក់លាក់មែនតើអញ្ចឹងមែនណាបាទហើយបានចូលអនុវត្តកន្លែងណាខ្លះដែរបាទពិសោធន៍កន្លងមកខ្ញុំសាលាតាំងពីចូលរៀនមកខ្ញុំចូលអនុវត្តនៅសាខាទួលគោកឈុកមាសចោមចៅហើយនឹងបឹងតាម៉ាតហើយនឹងជុំគុំបាទអូលយមែនតើណាឥឡូវបានអនុវត្តហើយស្ទាត់ជំនាញណាមកកាត់សក់ជូនអតិថិជនសំណប់ចិត្តណាសូមកោតសរសើរ OTS ពូកែក្នុងការជួយឲ្យសិស្សមានជំនាញអាជីពមុខរបរផ្ទាល់ខ្លួនដោយរៀនត្រឹមតែរយៈពេលខ្លីចេញរកចំណូលបានពេញមួយជីវិតរៀនជំនាញបើកហាងអាជីវកម្មកាត់សក់នៅ OTS គឺចេះទាំងជំនាញកាត់សក់អាជីពនិងចេះទាំងជំនាញនៅក្នុងការដឹកនាំអាជីវកម្មហាងកាត់សក់ធ្វើជាជាងកាត់សក់មិនមែនរកចំណូលបានត្រឹមមករស់នោះទេគឺរកចំណូលបានពេញមួយជីវិតសន្សំប្រាក់ទិញឡានផ្ទះម៉ូតូទំនើបបាន